សួស្តីអ្នកនាងជាថ្ងៃនេះខ្ញុំប្រាប់ពីវិធីមួយដើម្បីដាក់អត្ថលេខាឲ្យបានតាមត្រូវក្នុង file PDF របស់យើងឥឡូវទីហោថានេះខ្ញុំមាន file PDF របស់ខ្ញុំអ្នកនាងអូខេចឹងរបៀបដាក់អត្ថលេខាវាមានច្រើនហើយវាអាស្រ័យទៅលើ PDF របស់អ្នកនាងសិនបើ PDF អ្នកនាងជា Adobe Acrobat អ្នកនាងត្រូវរកពាក្យថា e-sign ឬក៏ e-signature អូខេអ្នកនាងចុចលើ e-sign ឬ signature មកបន្ទាប់មកអ្នកកន្លែងនេះអ្នកនាង add សញ្ញារបស់អ្នកនាងចូលមកតោះមកអ្នកនាងអាចធ្វើការចុចលើ image រួចអ្នកគ្នាទៅរកសញ្ញារបស់អ្នកគ្នាចុចលើសញ្ញាហ្នឹងទៅតមកវាមកនៅកន្លែងនេះហើយសញ្ញាហ្នឹងតមកអ្នកគ្នាឆ្កាប់ apply អូខេតទៅពីអ្នកគ្នា apply ហើយសញ្ញារបស់អ្នកគ្នាវានឹង load មកកន្លែងនេះចាំបន្តិចអញ្ចឹងនៅពេលអ្នកគ្នាមានឯកសារសញ្ញាក៏ចុចលើសញ្ញាហ្នឹងទៅគឺវាមកហើយឃើញខ្ញុំមកដាក់កន្លែងនេះគឺវាមកហើយខ្ញុំខ្វែងចោលដើម្បីធំបន្តិចអូខេអ្នកឃើញអញ្ចឹងចុចពេលអ្នកគ្នាចូល file PDF របស់គ្នាម្ដងទៀតចុចទៅលើសញ្ញាហ្នឹងទៅហើយចុចលើចុចទីតាំងណាអ្នកគ្នាចង់សញ្ញាទៅគឺវាឲ្យយើងហើយអូខេអរគុណអ្នកគ្នាមេរៀននេះគឺចែកម្លែកតែប៉ុណ្្នឹងជួបគ្នានៅមេរៀនបន្ទាប់